មែនតែនចុងក្រោយគេទទួលបានជោគជ័យគេទទួលបានការសងជាមួយនឹងម្ចាស់បំណុលបានរួចសឹងតែ50-60%គេចាប់ផ្ដើមបោះសម្ដីមកបដ ថ្ងៃនេះសូមបញ្ចេញសារសម្លេងរបស់អូនសុធាដែលឆាតជាមួយនឹងខ្ញុំហើយក៏កាត់ឈ្មោះចោលដែរអត់ដាក់ឈ្មោះទេតែប្រហែលជាដឹងហើយថានិយាយឲ្យបុគ្គលណានិយាយរួមមកបងអត់ចង់ឈ្នះប្អូនទេតែប្អូនឃើញសំណេរបងហើយប្អូនគួរតែកែប្អូនគួរតែឈប់ហើយប្អូនក៏ជាមនុស្សម្នាក់ដែលស្គាល់ចរិតបងស្គាល់បងច្បាស់ជាងគេបងគ្រាន់តែចង់និយាយរឿងយុត្តិធម៌សម្រាប់អូនសុធាខ្លះប្អូនចង់ធ្វើអីសម្រាប់អនុស្សាវរីយ៍ប្អូនជាមួយអូនសុធាបងអត់ខ្វល់តែសំខាន់ប្អូនកុំយកឈ្មោះអូនសុធាយកទៅដាក់មុខថាប្អូននឹងធ្វើដើម្បីអូនសុធានឹងចង់ឲ្យប្អូនធ្វើអញ្ចេះធ្វើអញ្ចឹងថាអូនសុធានឹងចង់ឃើញប្អូនអញ្ចឹងចាំបាច់មកសម្ដែងកុហកគេទៅអីទាំងប្អូននិងអូនសុធានឹងបែកបាក់សាមគ្គីគ្នាយូរហើយហ្នឹងប្អូនមិនស្ដាប់បងថែមទាំងទៅសេសារដាក់ទំនាយដាក់បដាសាបងផ្ជេកម្មឲ្យបងថាបងលៀបពណ៌ប្អូនគ្រប់សពបែបយ៉ាងទៀតប្អូនថែមទាំងនិយាយដាក់សារព័ត៌មានឲ្យ share សំណេរនឹងទៅសេអាក្រក់ពីបងទៀតលើកដៃកំសត់សម្ដែងឲ្យគេអាណិតធ្វើតួឯកស្បត់បំពេញទៀតលើកដៃសាពះធ្វើតួកំសត់រហូតតែទៅសេដាក់បដាសាដាក់ទំនាយផ្ជេកម្មនឹងសាហាវឲ្យមហាជនមើលមកខ្ញុំនឹងថាតួអាក្រក់ចំណានឈ្នានេះលៀបពណ៌និយាយអាក្រក់ពីគេចង់ល្បីចំណានគេចង់យក like ចង់យក view ខ្ញុំគ្រាន់តែប្រាប់អាអ្នកចូល comment មួយចំនួនអត់ដឹងខ្យល់សួរគេថាគេផុសនឹងបានន័យថាម៉េចហេតុអីបានគេផុសចឹងក៏មានតែទូរស័ព្ទមួយចេះដើរ comment បាត់ណាបាត់ណីប្រេះប្រាស់អត់ដឹងរឿងប្រយ័ត្នខ្ញុំប្តឹងប្រាប់ឲ្យហើយខ្ញុំប្រាប់ពួកអ្នកឯងហើយខ្ញុំអត់ដែរចង់ល្បីអត់ចង់យកមុខអារឿងអស់អញ្ចឹងទេខ្ញុំអត់ចង់យករឿងខ្មែរគ្នាឯងមកផ្ដន់ទាដើម្បីយកល្បីទេខ្ញុំជេរថៃនឹងល្បីបាត់ហើយខ្ញុំនិយាយក្នុងចំណោមសិល្បៈទាំងអស់ខ្ញុំអត់ដែរចង់សម្ដែងខ្ញុំអត់ដែរចង់យកមុខជាមួយអ្នកណាទាំងអស់នេះខ្ញុំប្រកាន់ភ្ជាប់សច្ចៈទៀងត្រង់ណាស់ខ្ញុំអត់ដែរនិយាយកុហកបន្លំបោកអ្នកណាទេសម្ដីខ្ញុំអាក្រក់តែខ្ញុំអត់ពឹសពលអត់ចេះសម្ដែងទេខ្ញុំនិយាយតែរឿងពិតការពិតទេរឿងមិនពិតខ្ញុំអត់យកមកនិយាយទេខ្ញុំមានភ័ស្តុតាងមកខ្ញុំនិយាយហើយពួកបើភ្លើមិនដឹងខ្យល់អីមួយចំនួនណា share វីដេអូខ្ញុំហើយចោលថាខ្ញុំចោតម្នាក់ហ្នឹងណាស្ដាប់សារសម្លេងហ្នឹងតាមពិតខ្ញុំអត់ត្រូវបញ្ចេញសារសម្លេងហ្នឹងទេខ្ញុំគ្រាន់តែនិយាយសំណេរចង់ឲ្យគាត់ឈប់គាត់កែក៏ប៉ុន្តែគាត់ដាក់ទំនាយដាក់បដាសាខ្ញុំថាខ្ញុំលៀបពណ៌មិនទទួលកំហុសមិនឈប់មិនទទួលយកការពិតខ្លួនឯងទាំងតែដឹងខ្លួនឯងនៅតែកុហកខ្លួនឯងថាសាច់រឿងនោះយ៉ាងម៉េចហើយកុំឆ្ងល់ថាខ្មោចបន្តោងភ្លើងនោះមកពីអីតែដល់ពេលឪពុកឯងគាត់ខូចទៅហ្នឹងវាប៉ះចំឯងគាត់ឆ្នាំទៀតវាយន្តអត់យន្តដាក់វាធ្វើឯងដាក់គ្រប់បែបយ៉ាងទាំងមនុស្សទាំងការងារទាំងមិត្តភ័ក្តិបែបមិនក៏ជួបបែបមិនក៏ស្គាល់ព្រោះឲ្យយើងនេះភ្លឺភ្នែកសស្គូហ្មងទីបំផុតជាក់ស្ដែងពេលដែលយើងជួបទុកវិបត្តិទៀមទារកជំនួយតែទីបំផុតគេប្រឡែងយើងគ្រប់គ្នាអ្នកដែលចាប់ដៃយើងអ្នកដែលជួយយើងគឺមានតែសាច់ឈាមឯងបងប្អូនឯងបើសិនជាឯងគឺគ្មានហ្មងសូម្បីតែមិត្តភ័ក្តិចិត្តស្និទ្ធដល់ថ្នាក់ជួយគេតាំងពីដើមមកដល់ពេលឯងជួបទុកពេលឯងជួបលំបាកពឹងគេម្ដងដោយអូអាស័យប្រជាចុងត្រង់ចំណុចហ្នឹងហើយដែលឯងខ្លាចមនុស្សមិនមែនជួយគេដើម្បីឲ្យគេតបគុណមកវិញទេតែគេមានមើលឃើញយើងត្រង់ចំណុចហ្នឹងណាគេគិតថាយើងហ្នឹងប្រងឯណាជួយគេដើម្បីអីដើម្បីទាមទារសំណងទាមទារការតបគុណមែនរហូតដល់យើងបាត់បង់គ្រប់បែបយ៉ាងទាំងការងារទាំងទំនុកចិត្តទាំងមិត្តភ័ក្តិនិយាយទៅរឿងគ្រប់សពបែបយ៉ាងទាំងមិត្តភ័ក្តិនិយាយកាន់តបែកកាន់តហោពាក់ព័ន្ធជាមួយនឹងមហោបឯងអត់ចង់ធ្វើទេដោយសារតែវាធ្វើទៅវាជាន់ជាមួយនឹងមិត្តភ័ក្តិ10000ឆ្នាំដែលយើងខំជួយតាំងពីណាណីរហូតដល់ថ្នាក់ឲ្យបងស្រីមកជួយទៀតទាំងក្មួយទាំងបងប្អូនគេមិនដែរអើពើមិនដែរមើលមុខហើយក៏មិនដែរពឹងបានទៅជាឯងនេះអ្នកដតីសិក្សាយកចិត្តទុកដាក់ចំពោះគេជាងសាច់ឈាមឯងទៅទៀតព្រោះឯងធ្លាប់លំបាកព្រោះឯងធ្លាប់ជួបទុក្ខអញ្ចឹងមានគេជួយក្នុងគ្រានឹងគឺជារឿងមួយដែលល្អបំផុតដែលយើងត្រូវដឹងគុណគេដែលយើងត្រូវស្គាល់គេដែលយើងត្រូវសងគេអានេះហៅថាគុណធម៌តែដល់ពេលដែលឯងជួបមិត្តភ័ក្តិម្នាក់នឹងឯងគិតថាម្នាក់នឹងឯងគឺជាមិត្តភ័ក្តិស្លាប់រស់គឺជាមិត្តភ័ក្តិ10000ឆ្នាំតែទីបំផុតមិត្តភ័ក្តិ2ឆ្នាំមិនតាន់គ្រប់ផងអញ្ចឹងវាគ្រប់បែបយ៉ាងទាំងអស់វាមានដើមមានហេតុរបស់វាធ្វើឲ្យឯងនេះវាអស់លីងរហូតដល់ឯងនឹងលែងមានមិត្តភ័ក្តិហើយទៅជាមានឆ្កែនេះស្និទ្ធស្នាលជាងវាបារម្ភពីឯងជាងមុនបងស្រីឯងដែលថាពាក្យមួយម៉ាត់ដែលប្រពន្ធវិញនិយាយបងស្រីឯងจะធ្វើឯងនឹងស្លាប់ចិត្តបាត់ទាំងបងស្រីឯងពីដំបងឡើយវាមិនមានអ្នកណាជួយទេវាមានតែពីអ្នកប្តីប្រពន្ធហើយវាខំប្រឹងទៅទិញសាច់ទិញត្រីទិញស្អីមកធ្វើអីគេអាមុកស្អីណាណីហ្នឹងវាឡើងចិត្តអាស៊ីតជើងវាហើមវាដើរអត់កើតអីអត់កើតវាធ្វើខ្លួនឯងផងវាដឹកឲ្យគេផងម៉ូតូក៏ចាស់ទៀតដល់ពេលអញ្ចឹងវាតែងតែខលមកអញលោឯងចេះតែប្រឹក្សាចេះតែផ្ដល់មតិយោបល់ឲ្យវាអញ្ចឹងណាយើងចេះតែជួយទាំងកម្លាំងកាយផងទាំងកម្លាំងចិត្តផងទាំងដើមទុនផងមិនត្រឹមតែប៉ុណ្ណោះជួយឲ្យមានបងស្រីឯងនៅសៀមរាបសុខចិត្តឲ្យគាត់ចាក់សោផ្ទះជួយវាទៅហើយធ្វើការវាទៅកាលនោះឲ្យថ្ងៃហ្នឹងគាត់ងើបពីព្រលឹមទៅអញ្ចឹងទៅ20000អញ្ចឹងទៅ30000អញ្ចឹងទៅមួយថ្ងៃរហូតដល់យប់ម៉ោង8 9យប់អញ្ចឹងទៅទាំងម៉ែកូនអញ្ចឹងណាអាកូនហ្នឹងអ្នកដឹកឲ្យទៅអាផ្លយក្មួយខ្ញុំហ្នឹងដល់ពេលមែនតែនចុងក្រោយគេទទួលបានជោគជ័យគេទទួលបានការសងជាមួយនឹងម្ចាស់បំណុលបានរួចសឹងតែ50-60%គេចាប់ផ្ដើមបោះសម្ដីមកបដ ហើយបងខ្ញុំការងារអីក៏ធ្វើដែរឃើញ Facebook ខ្ញុំ share ហើយការងារអស់ហ្នឹងបងស្រីខ្ញុំតាំងពីដើមមកសនុកសុខស្រួលគាត់ដែរធ្វើទេទាំងអារម្មណ៍មួយដែលគាត់គិតថាគាត់ចាត់ទុកដូចបងប្អូនតែដល់ពេលមែនតែនប្រពន្ធនេះបោះពាក្យសម្ដីមួយម៉ាត់ថាបងឯងប្រើពាក្យអ្នកមានគុណគឺអត់ត្រូវទេ
បងឯងប្រើពាក្យដែលមានគុណគឺអត់ត្រូវទេព្រោះបងឯងមកជួយការងារខ្ញុំក៏បងឯងត្រូវការកម្រៃត្រូវការប្រាក់ខែត្រូវការប្រាក់ថ្ងៃពីខ្ញុំហើយខ្ញុំជាមេហើយខ្ញុំជាតកាក៏ខ្ញុំត្រូវការប្រវល់លុយហ្នឹងទិញចេញលក់ចូលអីចឹងទៅដើម្បីប្រវល់លុយមកឲ្យជាប្រាក់ខែឬក៏ប្រាក់ថ្ងៃឲ្យបងឯងវិញដូចគ្នាដែរអញ្ចឹងពួកយើងអត់មានអ្នកណាគុណស្រ័យអ្នកណាទេគឺយើងធ្វើការទាំងអស់គ្នាដើម្បីយកផលប្រយោជន៍រៀងៗខ្លួនដល់ពេលខ្ញុំលើពាក្យទាំងអស់ហ្នឹងមកខ្ញុំថាអូកូននេះអត់ចេះបែងចែកពាក្យគុណធម៌ការជួយសង្គ្រោះនៅគ្រាដំបូងដែលពីដើមឡើយអត់មានណាជួយសោះសូម្បីតែបងប្អូនខ្លួនឯងបង្កើតបងប្អូនខ្លួនឯងបង្កើតអត់មានណាជួយចេញមុខដល់ថ្នាក់ខ្លួនឯងនិយាយទៀតថាការពេលប្របាក់មែនទែនណាពឹងឲ្យតែចៃខ្ចីនេះខ្ចីនោះអត់មានណាជួយសោះដល់ពេលឥឡូវនេះមកប្រើពាក្យសម្ដីបែបហ្នឹងខ្ញុំគិតថាមនុស្សនេះអត់មានគុណធម៌មនុស្សនេះអត់បានបែងចែកជាមួយនឹងអ្វីដែលហៅថាការភាពច្បាស់លាស់ជាមួយនឹងគុណធម៌ទេគេខំជួយតាំងពីណាពីណីមកអញ្ចឹងនៅឈប់និយាយឈប់មាត់ឈប់កហើយឲ្យវាធ្វើអីទៅចាហើយតាមពីដកបងស្រីខ្ញុំចេញមកសូម្បីតែពាក្យថាសំទោសសូម្បីថាការទទួលកំហុសឬក៏អីមួយដែលវាបានយ៉ាងហោចណាស់ក៏គួរនឹកឃើញគ្រាលំបាកយ៉ាងហោចណាស់ក៏គួរនឹកឃើញពេលដែលបងស្រីខ្ញុំទៅពីចម្ងាយពីសៀមរាបចាក់សោផ្ទះចោលទៅជួយវាដកគាត់ចេញដូចស្ពៃសូម្បីតែពាក្យថាសំទោសក៏អត់មានដែរសូម្បីតែពាក្យថាបកស្រាយបងស្រីខ្ញុំមុនចេញមកគាត់លះមកអស់សាច់អស់អាចអស់នោមហ្មងការងារអីក៏គាត់ធ្វើមនុស្សបងស្រីខ្ញុំគឺជាមនុស្សដែលស្អាតអនាម័យសូម្បីតែបន្ទប់ទឹកវាក៏បងស្រីខ្ញុំលាងដែរហើយមិនមែនមនុស្សតិចអ្នកណាបងប្អូនវាឡើង10 20នាក់ទាំងបុគ្គលិកផងអីផងហើយបងស្រីខ្ញុំអត់តែឃើញមិនស្អាតឃើញធំក្លិនឃើញស្អីនោះអូអត់បានទេមនុស្សស្អាតការងារអីក៏អត់ប្រកាន់ដែរតែទីបំផុតអ្នកដែលគេដកមុនគេគឺបងស្រីខ្ញុំមិនគួរណាវាធ្វើអញ្ចឹងដាក់បងស្រីខ្ញុំវាធ្វើខ្ញុំគិតថាមនុស្សនេះអត់មានឃើញពីអ្វីដែលហៅថាគុណធម៌